តើយើងគួររៀនសូត្រអ្វីពីមន្ត្រីកំណត់ត្រាយ៉ាងសៀវជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនអ្នកស្ដាប់ថ្ងៃនេះនាំរឿងវិភាគអ្នកក្លាហានមានតួអង្គថ្មីដែលជាមន្ត្រីកំណត់ត្រាយ៉ាងសៀវយកមកវិភាគនិងចែកជូនទៅដល់បងប្អូនខ្ញុំជឿថាបងប្អូនដែលមើលរឿងសាមកុក2010ឬក៏រឿងទីប្រឹក្សាស៊ឺម៉ាអ៊ីឬក៏រឿងផ្សេងៗគាត់ជាបានស្គាល់ខ្លះហើយបងប្អូនខ្លះក៏មិនបានស្គាល់យ៉ាងសៀវព្រោះដោយសារគេនៅក្នុងរឿងសាមកុក2010គេស្លាប់លឿនពេកយ៉ាងសៀវក៏គាត់ត្រូវជាបងប្អូនច្រឡំក្មួយប្រុសរបស់យៀនសាវផងដែរចឹងតកូលយ៉ាងហ្នឹងក៏ជាតកូលអ្នកមានមុខមានមាត់នៅក្នុងសម័យហ្នឹងផងដែរហើយក៏ជាតកូលមន្ត្រីនៅក្នុងឆ្នាំ200យ៉ាងសៀវគាត់បានចូលបម្រើក្រុមអាវ៉ារបស់ឆាឆៅហើយក៏គាត់បានបម្រើកូនប្រុសរបស់ឆាឆៅគឺឆាជឺសរសេរកំណាព្យគាត់មានទេពកោសលហើយនឹងវិភាគពីសថនការផ្សេងនៅក្នុងនោះផងដែរមន្ត្រីទាំងអស់គេដឹងថាយ៉ាងសៀវគឺជាមនុស្សដែលយល់ចិត្តឆាឆៅជាងគេទើបធ្វើឲ្យយ៉ាងសៀវមានអំណាចនៅក្នុងជួរមន្ត្រីដោយសារតែយ៉ាងសៀវគាត់ចិត្តដិតជាមួយនឹងឆាវជើគាត់តែងតែមានបំណងចង់ឲ្យឆាវជើឡើងធ្វើជាស្ដេចគាត់តែងតែជួយជ្រោមជ្រែងឆាវជើដើម្បីឲ្យឆាវជើបានធ្វើធំវាឆាវជើក៏ដូចគ្នាក្រោយពេលដែលយ៉ាងសៀវគាត់បានស្លាប់ឆាវជើគឺគាត់អស់ឆន្ទៈហើយពេលដែលឆាចាងនិយាយបបួលគាត់បះបោចមួយឆាវភីក៏ឆាវជើគាត់មិនបានយល់ព្រមដែរគឺគាត់អស់ឆន្ទៈត្រឹមតែតាំងពីយ៉ាងសៀវគាត់បានស្លាប់មកអញ្ចឹងដោយសារតែគាត់គឺជាមិត្តចិត្តដិតអីចឹងទៅនៅពេលនោះគឺមានចន្លោះរវាងឆាវភីហើយនិងឆាជឺឆាជឺគឺមានយ៉ាងសៀវនៅពីក្រោយជួយជ្រោមជ្រែងអីចឹងទៅរីឯឆាវភីគឺមានស៊ឺម៉ាអ៊ីគាត់ចាំជួយជ្រោមជ្រែងហើយនឹងរោល្បិចកិច្ចគាត់ដើម្បីទប់ទល់គ្នាដោយសារតែយ៉ាងសៀវគាត់គិតថាឆាឆាវគឺស្រឡាញ់ឆាវជឺជាងឆាវភីដោយសារតែឆាវជឺគាត់បកកាយកំណាព្យអីចឹងទៅហើយដូចគេនិយាយចឹងកំណាព្យរបស់ឆាវជឺសរសេរគឺល្បីល្បាញពាសពេញនគរតែនៅចុងក្រោយក៏គេមិនអាចទាយដឹងពីចិត្តរបស់ឆាវឆាវដែរខុសទាំងអស់តែម្ដងស៊ឺម៉ាអ៊ីជាមួយនឹងយ៉ាងសៀវតាមពិតគាត់មានចន្លោះតាំងពីមុនគាត់ចូលធ្វើជាមន្ត្រីក្រមអាវ៉ាត់របស់ឆាឆាវម្ល៉េះគឺគាត់តែងតែប្រកួតប្រជែងជាមួយនឹងចំណេះដឹងគ្នាពេលហ្នឹងឆាឆាវក៏បានសង្ស័យទៅលើយ៉ាងពាវហើយនឹងស៊ឺម៉ាហ្វាងដែលបានធ្វើឃាតគាត់ដោយការរៀបចំធ្វើឃាតហ្នឹងគឺតុងឈិនគាត់ជាអ្នករៀបចំជាមួយនឹងស្ដេចលីវសៀនពេលហ្នឹងយ៉ាងសៀវគាត់ចង់ជួយឪពុករបស់គាត់ចឹងគាត់ធ្វើជាបឡំអសទៅសេផ្ញើទៅឲ្យយៀនសាវថាតុងឈិនហ្នឹងគាត់មានម្នាក់តំណងជាមួយនឹងយៀនសាវនៅខាងក្រៅយ៉ាងសៀវធ្វើបែបនេះគឺដើម្បីជួយឪពុករបស់គាត់ហើយចុងក្រោយក៏គាត់ជួយបានឪពុករបស់គាត់ឆាឆាវក៏បានទុកឱកាសឲ្យយ៉ាងសៀវគាត់ចូលធ្វើការនៅក្នុងជួរមន្ត្រីនៅក្នុងសំណាក់មន្ត្រីចំណែកស៊ឺម៉ាអ៊ីវិញក៏មិនហ៊ានមកបម្រើឆាឆាវដែរពេលហ្នឹងគឺគាត់បានធ្វើពុតជាឈឺដូចជាធ្វើជាបាក់ជើងឬក៏បាក់ដៃខ្ញុំភ្លេចបាត់អីដើម្បីយល់ណាមិនមកបម្រើឆាឆាវក្រោយមកស៊ឺម៉ាអ៊ីគាត់ក៏បានជាពីជំងឺវិញហើយក៏គាត់មករាជធានីដើម្បីបម្រើឆាឆាវគាត់មិនមែនមកបម្រើឆាឆាវទេដំបូងគឺគាត់មកបម្រើកូនប្រុសរបស់ឆាឆាវគឺឆាវភីហើយស៊ឺម៉ាអ៊ីគាត់តែងតែញុះញង់ឲ្យគ្រួសារតកូលឆាវទាំងអស់ប្រយ័ត្នប្រយែងជាមួយនឹងមន្ត្រីកំណត់ត្រាយ៉ាងសៀវព្រោះថាសម្ដីរបស់យ៉ាងសៀវក៏យ៉ាងសៀវគាត់ទឹកមាត់ប្រៃដែរនៅក្នុងរាជធានីគឺគាត់ទឹកមាត់ប្រៃចឹងហើយគាត់អាចនឹងសម្ដីរបស់យ៉ាងសៀវអាចនឹងសម្លាប់គ្រួសារតកូលស៊ឺម៉ាបានបើសិនជាស៊ឺម៉ាអ៊ីគាត់មិនប្រយ័ត្នប្រយែងទេចឹងហើយគាត់តែងតែញុះញង់ឲ្យប្រយ័ត្នយ៉ាងសៀវឲ្យគ្រួសារតកូលឆៅប្រយ័ត្នយ៉ាងសៀវបំផុតក្រោយមកចាងសុងមកពីស៊ីឈួនក៏បានមកសុំជំនួយឆាវឆាវទប់ទល់ជាមួយនឹងចាងលូក៏ប៉ុន្តែពេលដែលចាងសុងមកដល់គឺបានជួបនឹងឆាឆាវហើយក៏បាននិយាយធ្វើឲ្យឆាឆាវខឹងពេលហ្នឹងយ៉ាងសៀវក៏សួរថាហេតុអីបានជាចាងសុងគាត់និយាយបែបហ្នឹងហេតុអីក៏គាត់ធ្វើបែបហ្នឹងចាងសុងនិយាយចំអកទៅកាន់យ៉ាងសៀវវិញថានៅឯស៊ីឈួនគ្មានទេមន្ត្រីអេបអបយ៉ាងសៀវហើយនឹងចាងសុងក៏បានជជែកគ្នាយ៉ាងច្រើននិយាយគ្នាសម្ដែងសម្ដាលពីអីផ្សេងៗចឹងទៅហើយយ៉ាងសៀវក៏បានយកក្បួនសឹករបស់ឆាឆាវមកឲ្យចាងសុងមើលចាងសុងមិនទាន់ទាំងបានមើលផងចាងសុងថាក្បួនសឹកហ្នឹងគឺឆាឆាវបានចម្លងពីគេនោះទេហើយយ៉ាងសៀវក៏ថាហេតុអីបានជាលោកជឿជាក់ដល់ម្លឹងអីចឹងទៅ
trang xong của bạn an cứ buồn bạn sốt vì cái buồn sực nâng ở tại dạng siêu đậm chẳng xong như vậy tha không còn nơi si chuôn còn squall pi cái buồn sực ta để nó chìm chặt đâm sợ sấy đại pe để dạng siêu còn khơi bạn nâng cứ còn nhẹ bao mình tên dạng siêu còn nhẹ bao cho mỗi nâng cùng được bỏ trang xong hay còn có ở trang xong nơi rong chấm nơi không sầm nã hay có tôm bỏ chai chai đầm bầy ơi mà chuột trang xong đóng tiền ông võ trong võ lớn chai chai của dồn prom mà chuột trang xong đóng tiền và tay chu mà đóng ní cứ còn bằng hành bị cái buồn tọp được khăng khla bỏ quát tại căn trang xong hay có số trang xong tha ta trang xong ở nơi si chuôn miền ở cái buồn tọp đôi chỉ quạt để ở tế miền tọp khăng khla tọp nam rộp mơn đôi chỉ quạt để ở tế trang xong con thì vậy cho họ lọ lời dạng kháng tại căn chai chai qua tha mà cha bỏ quát chim cha để miền con thua chặt thua mình bằng hành buồn tọpเอาไปเชี่ยวชนหรือก็มันไตรในขนมหรือจะเป็นไพ่โนเตไพ่คลาไอโนเตในงอมนายกองตัวโนเตชัดชัยบันคังอย่างครั้งไปนั้นให้กอดเป็นเชียร์เกสำหรับจางสองจอปันไตอย่างซิวกับกอดบานคอดจมูกหนังซิงอีบานคอดเตอร์กับกอดโยนโปรมปันไตดัดโดนในกรรมตะเลยจางสองให้กับบานมันดังจางสองเอาเตอร์สิชวนวิ่งโดยมันบานช่วยกองตัวหรือก็ช่วยช่วยจุ่มหน่วยดอลจางสองตัววิ่งโนเตจังให้จางสองก่อนมาถือไปสกัดชนเวียงนี้คืออัดเมียนบานจุ่มหนังใหญ่เตขาดไปเนี่ยยังซิลกอดคือเชียมนุได้โจจัดตีปีกำเนิดระบอมจากโลนไอ้ประเดี๋ยวนะในทั้งไงมุ้ยเปได้ชาชายกำปงแต่ประโยชน์ชิมวยนึงลิ้วไปหายก่อชันเปรียบลิ้วไปอย่างคลั่งเปนั้นชาชายกำปงแต่สมอกสมานก็มีดอดเปมหอบะฮะก็มีเกลือสบมวลมาจานยิ่งอ่อยชาชายหายก้อนกำปงแต่สมอกสมานไม่ตอบมันเนี่ยก็บานมาสู่ชาชายอมปีสัญญาระบาดในปีหยบตาสัญญาไว้ชาชายบ้านนี่ใหญ่ท่าจังจุมนีมวนtrong เรื่องสำคัญปีปอนดอบบางปอนบายจีบานเคยตรองชดนั้นได้ชาชาถาสัญญาณระบาดในยมนึงคือจะอังจุดนี้ม้วนปรับเติมเมตอมันเนี่ยหายังซิวกับกอดบานกระทาจะอังจุดนี้ม้วนคือเวียขมิ้นสัตว์ขมิ้นเชือดขมิ้นเชยนุเต้ปะหายจีชาชาจังดอตอบกอดเตปีกำเนิดระบาดชาชาหายกับบานเป็นจีเอาเมตอตึงอ๋อจีบใส่คือเมตอสเบียงเอาเรียบจำสเบียงเรียบจำกองไว้ดำใบดอกกองตัวกลายมาชาชากอดกับบานเดอร์ระบาดในขนมจูกองตัวกับบานจูบในสีหัวต้นให้กับกอดส่วนตาเมียนเรื่องไอซื้อหัวต้นบ้านในใหญ่ปีกำเนิดบอยางซิวถ่ายยางซิวบ้านในใหญ่ท่าพลาดเป็นเชียนในยมนี้คือจะอังจุ่มนี้มวนหกเตอร์ขมิ้นเชียดขมิ้นเชียดขมิ้นเจอไอเต้ปะหายจีชาชาจังดอกตัวจังให้ยางซิวกับบานเป็นเชียเอาเนี่ยกรบนี้เรียบจำลงไว้เตรียมดอกต้นในทั้งไงใส่ชาชาคังอย่างครั้งกับบานเป็นเชียเอาเกยยางซิวเตอร์สำหรับเจ้าโตกับห้องระบอยางซิวในขนมทั้งนั้นคือมันซ้อมหนังสลับเต้ก่อบรรทายชาชาคือกอดบานคังจมูกหนังยางซิวมันเหม็นแต่มันดองเต้คือจานดองมาหายได้ยางซิวเจตเตียปีกำเนิดระบอกกอดประเดี๋ยวนะซื้อมาอีก็ทลอมใหญ่ได้จมูกหนังชาวพีธาเนี่ยได้เฉลี่ยไว้เป๊กคือมันรวมมันอยู่เต้เมียนมอสเจตใหญ่โดยจียางซิวจังเจตเตียปีกำเนิดเก็บได้ปะนะมันแม่นเมียนแต่ยางซิวเต้ได้ดังปีกำเนิดระบชาชาสมัยแต่ซื้อมาอีก็กอดดังได้ปนท้ายกอดมันใหญ่ประเดี๋ยวนะเต้กอดมือตามกะลาเตสะแต่กะลาเตสะหน้ากลัวใหญ่กะลาเตสะหน้ามันกลัวใหญ่ข้อวิยางซิวคือกอดเจตเตียกำเนิดระบชาชาประเดี๋ยวนะធ្វើឲ្យកត់ស្លាប់ដោយសារតែសម្ដីរបស់គាត់យ៉ាងស៊ីវគឺគាត់ចង់ឲ្យឆាឆាដកកងទ័ពដើម្បីដូររាជធានីហើយដើម្បីឲ្យឆាជើបានឡើងធ្វើជាអ្នកស្នងគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីម្ចាស់របស់គាត់ឆាជើអានឹងគឺជាពាក្យសម្ដីមុននៃគាត់ស្លាប់បាននិយាយជាមួយនឹងស៊ឺម៉ាអ៊ីឆាឆាក៏គាត់មានការសោកស្ដាយដែរក្រោយពេលដែលគាត់សម្លាប់យ៉ាងស៊ីវបាត់ព្រោះថាគ្មានអ្នកណាទូទាយពីចិត្តរបស់គាត់នោះទេពេលដែលគាត់សម្លាប់យ៉ាងស៊ីវហើយក៏ធ្វើឲ្យមន្ត្រីផ្សេងបារម្ភពេលដែលនិយាយពីគំនិតរបស់ឆាឆាខ្លាចឆាឆាក៏បារម្ភខ្លាចថាមន្ត្រីផ្សេងមិនហ៊ាននិយាយពាក្យពិតពេលដែលនៅចំពោះមុខគាត់អញ្ចឹងទៅចឹងគាត់ក៏មានការសោកស្ដាយដែរស្របទៅចំពោះរឿងរ៉ាវរបស់យ៉ាងស៊ីវមានចំណុចខ្លះដែលយើងមិនគួររៀនសូត្រតាមទេគឺចេះដឹងវៃចូលចិត្តនិយាយអីផ្ដេសផ្ដាស់ដែលយើងបានដឹងពេលរឿងខ្លះយើងដឹងប៉ុន្តែយើងមិនគួរនិយាយចេញមកនោះទេពោះវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកជុំវិញខ្លួនយើងខ្ញុំឧទាហរណ៍មួយបើសិនជាបងប្អូនមានរឿងមួយដែលបងប្អូនលាក់ក្នុងចិត្តមិនហ៊ាននិយាយប្រាប់អ្នកណាទេប៉ុន្តែថ្ងៃណាមួយបងប្អូននិយាយប្រាប់ខ្ញុំចឹងខ្ញុំយកគំនិតដែលបងប្អូននិយាយប្រាប់ខ្ញុំទៅនិយាយប្រាប់គេផ្សេងតែបងប្អូនសប្បាយចិត្តទេបើសិនជាបងប្អូនដឹងខ្ញុំជឿថាបងប្អូនមិនសប្បាយចិត្តនោះទេហើយមួយទៀតយ៉ាងស៊ីវក៏គាត់បានបំផ្លាញឆាជើផងដែរដំបូងឡើងឆាជើគឺត្រូវឆាត្រូវទុកចិត្តទៅលើឆាជើព្រោះតែឆាជើគាត់បកកែកំណាប់បកកែអីចឹងទៅគាត់ចង់ឲ្យឆាជើឡើងធ្វើជាអ្នកស្នងប
ប៉ុន្តែក្រោយពេលដែលយ៉ាងស៊ីវព្យាយាមជួយ Charger ឲ្យបានធ្វើបោះប្រយ៉ងឲ្យ Charger នៅពេលដែលប្រឡងថ្ងៃមួយហ្នឹងធ្វើឲ្យ Charger ចាប់បានគាត់ធ្វើឲ្យ Charger លេងចង់ឲ្យ Charger ឡើងធ្វើជាអ្នកស្នងចឹងហើយគឺគាត់បានបំផ្លាញ Charger ទាំងស្រុងតែម្ដងក៏ពេលដែលគាត់ស្លាប់ Charger គឺគាត់លេងមានក្តីប្រាថ្នាចង់ឡើងធ្វើជាអ្នកស្នងតំណែងអីទៀតហើយចំណុចទាំងអស់ហ្នឹងសុទ្ធតែមិនមែនជាចំណុចដែលយើងគួររៀនសូត្រពីគាត់នោះទេពេលខ្លះយើងជួយមនុស្សតែយើងក៏ជួយយករឿងមិនប៉ិតទៅជួយគេយើងជួយចោលគឺមិនល្អទេបើគេធ្វើចោលយើងឃើញគេកំពុងតែធ្វើចោលយើងទៅជួយគេឲ្យគេចពីប៉ូលីសពេលប៉ូលីសកំពុងតាមយកយើងជួយគេយកទៅលាក់បាំងអាហ្នឹងគឺជារឿងខុសរបស់យើងហើយយើងមិនគួរធ្វើទេចំណុចហ្នឹងពីចំណុចហ្នឹងគឺខ្ញុំមិនបានចង់រៀនសូត្រឬក៏ចង់ដឹងពីយ៉ាងស៊ីវនោះទេអានេះគឺអ្វីដែលខ្ញុំដឹងខ្ញុំចង់ចែកលេខទៅដល់បងប្អូនហើយចង់សួរបងប្អូនពីអ្វីដែលបងប្អូនគួររៀនសូត្រពីយ៉ាងស៊ីវមានចំណុចល្អមួយគឺគាត់កតញ្ញូចំពោះឪពុកម្ដាយហើយនិងបងប្អូនដូចខ្ញុំបាននិយាយនៅខាងមុនហ្នឹងអញ្ចឹងគឺគាត់ធ្លាប់បានជួយឪពុកនិងគ្រួសាររបស់គាត់ផុតពីការស្លាប់គឺគាត់ចង់មិនចង់ឃើញឪពុកម្ដាយរបស់ខ្លួនឯងស្លាប់នោះទេអញ្ចឹងហើយគឺគាត់កតញ្ញូចំពោះគ្រួសារគាត់មិនយករួចខ្លួនតែម្នាក់ឯងទេហើយចំពោះបងប្អូនវិញយល់យ៉ាងណាដែរចំពោះយ៉ាងស៊ីវចំពោះខ្ញុំគឺខ្ញុំយល់ឃើញអញ្ចឹងហើយវីដេអូរបស់យើងក៏មកដល់ចំណុចត្រូវបញ្ចប់ហើយដែរបងប្អូនមានចម្ងល់អ្វីឬក៏បងប្អូនយល់ឃើញយ៉ាងណាល្អជាងខ្ញុំទេហើយកុំភ្លេចជួយ comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងហើយកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងព្រោះនេះជា channel ថ្មីខ្ញុំតបតែធ្វើបានមួយខែជាងទេចាំមិនមានចំណុចណាដែលខ្ញុំនិយាយទៅមិនសមរម្យឬក៏មិនបានល្អក្បោះក្បាយអានេះគឺគ្រាន់តែនិយាយអ្វីដែលខ្ញុំបានដឹងនោះទេហើយបើបងប្អូនដឹងអ្វីលើសពីហ្នឹងកុំភ្លេចជួយប្រាប់ខ្ញុំផងអញ្ចឹងខ្ញុំក៏សូមអរគុណដល់អ្នកដែលបានស្ដាប់ហើយវីដេអូរបស់យើងថ្ងៃហ្នឹងគឺចប់តែប៉ុណ្្នឹងឯងហើយខ្ញុំនឹងព្យាយាមរកតួអង្គផ្សេងថ្មីមកនិយាយចែកជូនបងប្អូនគ្នាយើងដែលចង់ដឹងហើយខ្ញុំព្យាយាមស្រាវជ្រាវចំណាយពេលវេលារបស់ខ្ញុំទៅស្រាវជ្រាវវាដោយសារឥឡូវខ្ញុំនៅធ្វើការដែរទេអញ្ចឹងខ្ញុំអត់សូវមានពេលវេលាស្រាវជ្រាវឲ្យបានច្រើនពីតួអង្គណាច្រើនទេគាត់ថាចំណាយពេលតិចតួចក្រៅពីម៉ោងការងារអីទៅខ្ញុំក៏ចំណាយពេលដើម្បីស្រាវជ្រាវតួអង្គហើយក៏ទៅស្ដាប់គេនិយាយ podcast គេផ្សេងដូចគ្នាដែរហើយក៏ជម្រាបលាអ្នកទាំងអស់គ្នាកុំភ្លេចជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ